ហើយនេះខ្ញុំមាននៅចំណេះដឹងមួយទៀតដែលជាបទបង្ហាញថ្មីទៀតបាទសម្រាប់ជាជំនួយដល់របៀបនៃការគិតពិចារណាស្វែងយល់និងធ្វើការថ្លឹងថ្លែងសន្និដ្ឋានផងដែរសម្រាប់យើងរស់នៅក្នុងโลกនេះវាជាប់តាក់ទងជាមួយខ្លួនយើងនិងអ្នកដទៃដែរអញ្ចឹងស្ដាប់នៅបទបង្ហាញរបស់ខ្ញុំថ្ងៃនេះដើម្បីហ្វឹកហាត់ខ្លួនយើងផងដើម្បីស្វែងយល់កំណត់នៅអត្តសញ្ញាណរបស់បុគ្គលដទៃផងហើយសំខាន់លក្ខណៈសម្បត្តិ3យ៉ាងនេះដែលត្រូវបង្ហាញក្នុងពេលខាងមុខនេះគឺអាចធ្វើឲ្យយើងបាទទៅជាមនុស្សដែលម្ចាស់ក្រុមហ៊ុនឬស្ថាប័នឬក៏អង្គភាពការងារនានាត្រូវការយើងជាចាំបាច់ហើយបើយើងខ្លាយទៅជាម្ចាស់នៃក្រុមហ៊ុនឬអាជីវកម្មណាក៏អ្នកដែលធ្វើការជាមួយយើងមិនអភ័ព្វមិនកំសត់គឺពិតជាមានសំណាងដែរបាទអញ្ចឹង3ប្រការនេះជាសារជាតិរបស់មនុស្សល្អដែរដែលនឹងទៅជាអ្នកគ្រប់គ្រងល្អហើយបើធ្វើការជាមួយនឹងម្ចាស់អាជីវកម្មណាក៏ជាបុគ្គលិកល្អដែរបាទ3យ៉ាងនោះទី1គឺសារជាតិជាមនុស្សមានសិលជាទីស្រឡាញ់ដែរបាទហើយឬពាក្យមានសិលយើងកុំទើសទាស់ដែរគឺជាសភាពបែបបត់ល្អរបស់មនុស្សល្អនេះឯងហើយត្រូវជាអ្នកវាចាក់មន្ទិលគឺការទ្រុសិលណាទី2គឺសភាពជាអ្នកដែលហ្នឹងមិនមាននៅសេចក្តីចំណែនហើយលះបង់នៅមន្ទិលគឺសេចក្តីចំណែននឹងចេញពីសន្តានហើយទី3គឺសភាពជាមនុស្សដែលមិនមានសេចក្តីកំណាញ់មានការបរិច្ចាគឲ្យទានបាទចែករំលែកនៅវត្ថុជាកម្មសិទ្ធិឲ្យទៅជាប្រយោជន៍ដល់អ្នកដទៃលះបង់នៅមន្ទិលគឺសេចក្តីកំណាញ់អញ្ចឹងគឺធម្មជាតិ3យ៉ាងនេះគឺជាសារជាតិដែលបង្ហាញបញ្ជាក់ថាជាមនុស្សល្អបើជាអ្នកគ្រប់គ្រងក៏ទៅជាអ្នកគ្រប់គ្រងល្អបើជាកូនចៅក៏ជាកូនចៅល្អដែរដូច្នេះបទបង្ហាញថ្ងៃនេះគឺជាប្រយោជន៍ដ៏ទូលំទូលាយដែលយើងអាចកសាងជីវិតនៅក្នុងសង្គមដោយប្រពៃបានសូមអរគុណសូមអរគុណ